nhóm stressខ្លាំងគួរតែរកពេលសម្រាកដើម្បីព្យាបាលសុខភាពផ្លូវកាយផ្លូវចិត្តបើមិនចឹងទេវាបាក់ស្រឹបទៅយើងពិបាកស្រោចស្រង់មិនមែនថាឲ្យគិតពីដើរលេងទេប៉ុន្តែថាសំខាន់រឿងគេងអ្នកកើតជំងឺនឹងច្រើនតែគេងមិនលក់ហើយនឹងញ៉ាំអាចអត់ឃ្លានឬក៏ញ៉ាំទៅពីទៅប្រទេសទៅបដាហើយនឹងសកម្មភាពផ្លូវកាយព្រោះជំងឺនោះវាធ្វើឲ្យយើងចេះខ្ជិលស្ទូអត់ងើបអត់ចេញដើរទៅណាវាអត់ត្រូវពលឺថ្ងៃអត់ត្រូវខ្យល់ចឹងវាជន់យើងមកដោយហើយជួយចិត្តបន្ទោសខ្លួនឯងជួយចិត្តបន្ទោសគេជុំវិញខ្លួនមានគំនិតអវិជ្ជមានអានោះវារឹតតែជន់ទៅតែតើឡើងងើបចេញធ្វើសកម្មភាពហាត់ប្រាណធ្វើម៉េចបិទទូរស័ព្ទអីដើម្បីគេងហើយតែគេងលក់ស្រួលវាស្រោចស្រង់ទាំងជួរមកទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តហើយអ្នកគេងលក់នោះវាមួម៉ៅខឹងឆាប់ប៉ះពាល់អារម្មណ៍ហើយកុំចាញ់បោកវានៅស្ទួកត្រូវងើបចេញដើរទៅធ្វើនេះធ្វើនោះមានសកម្មភាពដាប់ធម៌ចម្រើនសមាធិអីចឹងជាដើមទៅហើយហាត់ប្រាណអីដើម្បីឲ្យចលនារាងកាយនឹងវាដំណើរការទៅវាធ្វើឲ្យចេញសារធាតុដែលនាំមក stress ហ្នឹងវាមិនសូវមួម៉ៅ